អូខេតោះអញ្ចឹងអូខេតោះអញ្ចឹងយើងចាប់ផ្ដើមអញ្ចឹងថ្ងៃនេះយើងនឹងបន្តសិក្សាលំហាត់បន្តមកទៀតយើងនឹងធ្វើកំណែសំណួរលំហាត់បញ្ចប់ជំពូកទី3របស់យើងអូខេអញ្ចឹងយើងចាប់ផ្ដើមមើលនៅត្រង់លំហាត់ដែលយើងរៀនដំបូងនេះគឺលំហាត់ទី4លំហាត់ទី4គេបាននិយាយថាគេដាក់អត្រាកពាក្យថាអត្រាកនេះន័យរបស់វាស្មើនឹងពាក្យថា solution ស្តង់ដាតើនេះអញ្ចឹងគេប្រើពាក្យថាអត្រាកក៏បានគេប្រើពាក្យថា solution ស្តង់ដាក៏បានអញ្ចឹង solution នៅក្នុងអត្រាកម្មយើងបែងចែកជា2 solution ដែលយើងស្គាល់កំហាប់គេឲ្យឈ្មោះថា solution ស្តង់ដាចំណែកឯ solution ដែលមិនស្គាល់កំហាប់គេឲ្យឈ្មោះថា solution ភាគសំណាក់អញ្ចឹងពាក្យថាអត្រាកនេះវាមានន័យស្មើនឹងពាក្យថា solution ស្តង់ដាអូខេអញ្ចឹងគេប្រាប់បន្តទៀតគេប្រាប់ថាវាមានចំនួន72មីលីលីត្រអញ្ចឹង72មីលីលីត្រនេះវាគឺជារបស់ NaOH កាលណាវាជារបស់ NaOH បានន័យថាវាជា VB មែនទេដោយសារ NaOH ជា solution បាសគេប្រាប់ថាមានកំហាប់ 0.55 អ៊ឹមអញ្ចឹងវាជាកំហាប់អញ្ចឹងបាស CB មែនទេដើម្បីបន្សាប solution acid មួយដែលមានមាត្រ220មីលីលីត្រអញ្ចឹង220មីលីលីត្រនេះគឺជា VA អញ្ចឹងគេឲ្យយើងគណនាកំហាប់អ៊ីយ៉ុងអ៊ីដ្រូញូមដែលមាននៅក្នុង solution នេះអញ្ចឹងកំហាប់អ៊ីយ៉ុងអ៊ីដ្រូញូមនៅក្នុងទីនេះយើងតាំងវាដោយកំហាប់អ៊ីដ្រូញូមក៏បានយើងតាំងដោយ Ca ក៏បានតើនេះអញ្ចឹងយើងទាញរក Ca សិនទៅចាំពេលដែលយើងទៅសេដូចនេះចាំយើងដាក់ថា Ca ស្មើអ៊ីដ្រូញូមអញ្ចឹងទៅក៏បានដូចគ្នាអូខេអញ្ចឹងមុននឹងយើងធ្វើលំហាត់យើងដឹងនេះដំបូងយើងត្រូវទៅសេសមីការសមីការនេះគឺជាសមីការនៃប្រតិកម្មបន្សាបបើសិនជាយើងអត់ទាន់ដឹងថាអាស៊ីតរបស់យើងមានឈ្មោះអីបាសរបស់យើងមានឈ្មោះអីទេអញ្ចឹងយើងអាចយកសមីការចម្បងយកមកសរសេរតែម្ដងអញ្ចឹងសមីការចម្បងនៃប្រតិកម្មបន្សាបគឺអ៊ីយ៉ុងអ៊ីដ្រូញូមបូកជាមួយនឹងអ៊ីយ៉ុងអ៊ីដ្រុកស៊ីតបង្កើតបានជា2ម៉ូលេគុលទឹកតើនេះអ៊ីយ៉ុងអ៊ីដ្រូញូមបូកអ៊ីយ៉ុងអ៊ីដ្រុកស៊ីតបង្កើតបាន2ម៉ូលេគុលទឹកបន្តមកទៀតយើងទៅសេអ្វីដែលយើងចង់បានមែនទេអញ្ចឹងយើងចង់បានកំហាប់នៃអ៊ីយ៉ុងអ៊ីដ្រូញូមដែលមាននៅក្នុងអាស៊ីតឬក៏កន្លែងនេះយើងអាចតាំងវាដោយ Ca បានន័យថាតាំងអ៊ីដ្រូញូមក៏បានតាំង Ca ក៏បាននៅក្នុងករណីនេះបានន័យថាតម្លៃរបស់វាអត់ខុសគ្នាទេជាទូទៅដើម្បីកំណត់រកកំហាប់ដែលយើងមិនទាន់ស្គាល់យើងត្រូវអនុវត្តទៅតាមចំណុចសកម្មមូលអាស៊ីតបាសអញ្ចឹងនៅពេលដែលបងប្អូនទៅសេបងប្អូនត្រូវទៅសេថាតាមចំណុចសកម្មមូលអាស៊ីតបាសដែលយើងអាចសេថា N អ៊ីដ្រូញូមស្មើនឹង N អ៊ីដុកស៊ីតយើងត្រូវសេអញ្ចឹងសិនតើទេហើយបានយើងជំនួសចូលទៅអញ្ចឹងយើងទាញបាន CaVA វាស្មើទៅនឹង CbVb អញ្ចឹង CaVA ស្មើ CbVb អញ្ចឹងបងប្អូនអាចទាញរកអ្វីដែលយើងចង់បានមែនទេអញ្ចឹងយើងចង់បាននៅក្នុងទីនេះគឺអ៊ីដ្រូញូមឬក៏ Ca អញ្ចឹង Ca របស់យើងវាស្មើនឹង CbVb មែនទេហើយយើងបោះវាទៅខាងនោះទៅលើ VA បាទអញ្ចឹងបងប្អូនទៅសេគេបន្តិចមកថាដោយបាទអញ្ចឹងនៅក្នុងបំរាប់របស់យើងស្រង់មកទី1ដោយ CB អញ្ចឹង CB យើងហៅថាកំហាប់នៃ solution បាសតម្លៃដែលគេឲ្យមកគឺ 0.55 អ៊ឹមអញ្ចឹង CB 0.55 អ៊ឹមបន្តមកទៀតគេឲ្យ VB អញ្ចឹង VB របស់យើងស្មើ72មីលីលីត្រអញ្ចឹងគ្នាយើងត្រឡប់ប្រវែកវាប្រវែកទៅជាលីត្រទៅដោយមិនពិបាកទេមែនទេយើងអាចទៅសេថា72គុណនឹង10ស្វ័យគុណដក3អញ្ចឹងយើងប្រវែកដោយចាប់ស្វ័យគុណដក3យកតែម្ដងមែនទេបន្តមកទៀត VA ដែលយើងហៅថាមាត្រនៃ solution acid អញ្ចឹង VA ដែលគេឲ្យមកស្មើ220មីលីលីត្រអញ្ចឹង220មីលីលីត្របងប្អូនអាចប្រវែកទៅជាលីត្រមកមែនទេអញ្ចឹង220គុណនឹង10ស្វ័យគុណដក3លីត្រអញ្ចឹងខ្ញុំទៅសេនៅចន្លោះនេះតែម្ដងកុំឲ្យវាក់ចោះអញ្ចឹងខ្ញុំអាចទៅសេថាគេបានអញ្ចឹងយើងទាញបាន Ca ឬក៏កំហាប់នៃអ៊ីយ៉ុងអ៊ីដ្រូញូមអញ្ចឹងវាស្មើទៅនឹង CbVb អញ្ចឹង CB របស់យើងគឺ 0.55 អ៊ុនគុណជាមួយនឹង72គុណនឹង10ស្វ័យគុណដក3មែនទេហើយចែកនឹង220គុណនឹង10ស្វ័យគុណដក3
ចឹងពេលដែលយើងទូទាត់ទៅយើងប្រកាសជាអាចសម្រួល10សេគុណដក3ចោលបានណាមែនទេចឹងកន្លែងនេះចម្លើយរបស់វា CA ដែលស្មើនឹង E ទៅញោមតោះឃើញមែនអត់នេះយើងដែលបានគិតលេខហើយបាទ0.18ដែលຂະຫນាតវិញគិតទៅជា m អូខេអញ្ចឹងយើងសរសេរថាដូចនេះមកអញ្ចឹងដូចនេះកំហាប់នៃ E យ៉ាង E ទៅញោមឬក៏ CA ដែលមាននៅក្នុង monoxide របស់យើងនេះវាស្មើនឹង0.18 m អញ្ចឹងការសរសេរយើងសរសេរបែបហ្នឹងនៅពេលប្រឡងតើនេះមានសមីការមានកណនាមានរូបមន្តមានដោយយើងបានដូចនេះអីចឹងទៅមានចម្ងល់ទៅទៅលំហាត់នេះអត់ទេមែនទេអូខេអញ្ចឹងបើអត់ទេយើងចាប់ផ្ដើមចូលដល់សំណួរប្រតិបត្តិទី1បញ្ចប់ចម្ពោះអញ្ចឹងតើតើសំណួរប្រតិបត្តិទី1បញ្ចប់ចម្ពោះនេះខ្ញុំនឹងឆ្លើយឲ្យខ្លីៗហើយពេលយើងកុំភ្លេចមើលវីដេអូឡើងវិញឬក៏មើលនៅក្នុង file សំណួរចម្លើយដែលគ្រូបានផ្សាយឲ្យហ្នឹងក៏ឃើញដូចគ្នាតោះសំណួរទី1គេសួរថាតើនិយមន័យអាស៊ីតបាសតាម Bronsted Lowry ខុសពី Arrhenius ដូចម្តេចខ្លះឃើញទេអញ្ចឹងសំណួរដែលគេសួរនេះគឺចង់ឲ្យយើងប្រៀបធៀបឬក៏ឲ្យនិយមន័យពីរផ្សេងគ្នាថាតើតាម Bronsted Lowry អាស៊ីតជាអ្វីតាម Arrhenius អាស៊ីតជាអ្វីតើនេះតាម Bronsted Lowry បាសជាអ្វីតាម Arrhenius បាសជាអ្វីតើនេះអញ្ចឹងកន្លែងនេះខ្ញុំនឹងសង្ខេបខ្លីៗទៅទៅនឹងទ្រឹស្ដីទាំងពីរនេះអញ្ចឹងទី1យើងនិយាយអំពីទ្រឹស្ដីរបស់ Arrhenius អញ្ចឹង Arrhenius ទ្រឹស្ដីរបស់គាត់គេផ្ដោតសំខាន់ទៅលើការបំបែកជាអ៊ីយ៉ង់នៅក្នុងទឹកឃើញទេអញ្ចឹង Arrhenius គេផ្ដោតទៅលើការបំបែកទៅជាអ៊ីយ៉ង់នៅក្នុងទឹកអញ្ចឹងអាស៊ីតគឺជាសមាសធាតុដែលបំបែកទៅជាអ៊ីយ៉ង់ហាសបូកចំណែកឯបាសគឺជាសមាសធាតុដែលបំបែកទៅក្នុងទឹកឲ្យផលទៅជាអ៊ីយ៉ង់អ៊ីតុកស៊ីតឃើញទេអញ្ចឹងនិយមន័យបើសិនជាយើងអត់ចាំទេយើងអាចឆ្លើយខ្លីៗតែចំចំណុចក៏បានពិន្ទុពេញដែរតើទេអញ្ចឹងតាម Arrhenius អាស៊ីតគឺជាសមាសធាតុដែលបំបែកទៅជាអ៊ីយ៉ង់អ៊ីដ្រូសែននៅក្នុងទឹកដល់ពេលបាសវិញគឺជាសមាសធាតុដែលបំបែកទៅជាអ៊ីយ៉ង់អ៊ីតុកស៊ីតទៅក្នុងទឹកបន្តមកទៀតយើងនិយាយទៅទៅនឹង Arrhenius ឃើញទេបាទ Arrhenius ហើយសុំទោសយើងបន្តទៀតចូលដល់ Bronsted បាទអញ្ចឹង Arrhenius គេនិយាយតាក់ទងជាមួយនឹងការបំបែកទៅក្នុងទឹកចំណែកឯ Bronsted Lowry បាទអញ្ចឹង Bronsted Lowry នេះបើន័យថាមនុស្ស2នាក់លោក Bronsted ផ្សេងលោក Lowry ផ្សេង Bronsted Lowry គេផ្ដោតសំខាន់ទៅលើប្រូតុងឬក៏យើងហៅថាអ៊ីយ៉ង់ហាសបូកអាស៊ីតគឺជាប្រភេទគីមីដែលបោះបង់ហាសបូកឃើញទេចំណែកឯបាសវិញគឺជាប្រភេទគីមីដែលចាប់យកហាសបូកឃើញទេអញ្ចឹងនេះគឺជាភាពខុសគ្នារវាងទ្រឹស្ដី Arrhenius ជាមួយនឹង Bronsted Lowry ក៏ប៉ុន្តែនៅពេលយើងឆ្លើយជាក់ស្ដែងអត់ងាយអញ្ចឹងទេយល់ទេយើងឆ្លើយដាក់ Arrhenius មកយើងចោះបន្ទាត់ត្រេ2មកអាស៊ីតជាអីបាសជាអីបន្តមកទៀតដាក់ Bronsted Lowry មកហើយយើងទៅសេ2ត្រេទៀតទៅអាស៊ីតជាអ្វីបាសជាអ្វីអញ្ចឹងទៅតើនេះអូខេយើងបន្តទៀតសំណួរទី2តើកំហាប់អ៊ីយ៉ង់អ៊ីតុកស៊ីតនៃ solution អាម៉ូញ៉ាបើធៀបជាមួយនឹងកំហាប់អ៊ីយ៉ង់អ៊ីតុកស៊ីតនៅក្នុង solution sodium hydroxide ដូចគ្នាឬខុសគ្នាបើវាមានកំហាប់ដើមស្មើគ្នាឃើញទេអញ្ចឹងសំណួរនេះគេចង់មានន័យថាម៉េចគេចង់មានន័យថាគេមាន solution បាសចំនួន2អញ្ចឹងទី1គឺអាម៉ូញ៉ាអញ្ចឹងអាម៉ូញ៉ាពន្ធដឹងវាគឺជាបាសខ្សោយមែនទេពាក្យថាបាសខ្សោយបានន័យថាបាសហ្នឹងវាបំបែកមិនសព្វទៅក្នុងទឹកបាសហ្នឹងវាឲ្យផលអ៊ីយ៉ង់អ៊ីតុកស៊ីតបានតិចតួចមានន័យអញ្ចឹងតើណាបាសខ្សោយបានន័យថាបាសដែលឲ្យផលជាអ៊ីយ៉ង់អ៊ីតុកស៊ីតបានតិចតួចកាលណាយើងប្រើពាក្យថាបានតិចតួចបានន័យថាបាសហ្នឹងវាបំបែកមិនសព្វទៅក្នុងទឹកឃើញទេចំណែកឯបាសមួយទៀតដែលយើងលើកយកមកនិយាយគឺ sodium hydroxide sodium hydroxide បើយើងនិយាយពីលក្ខណៈរបស់បាសគេហៅវាថាបាសខ្លាំងកាលណាបាសខ្លាំងបានន័យថាកំហាប់ដើមរបស់វាប៉ុន្មានគឺវាបង្កើតបានអ៊ីយ៉ង់អ៊ីតុកស៊ីតទាំងអស់បានន័យថាឲ្យអ៊ីតុកស៊ីតទាំងអស់កាលណាឲ្យទាំងអស់អញ្ចឹងគេហៅថាបំបែកសពតើនេះអញ្ចឹងគេសួរថាកាលណាបើកំហាប់
នៃអាម៉ូញ៉ាហើយនឹងកំហាប់នៃសូដ្យូមអ៊ីដុកស៊ីតស្មើគ្នាអញ្ចឹងគេសួរថាតើអ៊ីយ៉ង់អ៊ីដុកស៊ីតដែលបង្កើតបាននឹងដូចគ្នាអត់ឃើញទេអញ្ចឹងយើងប្រកាសជាឆ្លើយថាមិនដូចគ្នាទេតើណាអញ្ចឹងមូលហេតុដែលមិនដូចគ្នាទេបងនិយាយពីករណីមកទី1កំហាប់អ៊ីយ៉ង់អ៊ីដុកស៊ីតដែលបានមកពីអាម៉ូញ៉ាគឺតិចតួចមែនទែនបើយើងធៀបជាមួយនឹងកំហាប់នៃអ៊ីយ៉ង់អ៊ីដុកស៊ីតតើណាដោយសារតែអាម៉ូញ៉ាគឺជាបាសខ្សោយហើយសូដ្យូមអ៊ីដុកស៊ីតជាបាសខ្លាំងតើណាអញ្ចឹងការឆ្លើយយើងឆ្លើយអញ្ចឹងអញ្ចឹងកំហាប់អ៊ីយ៉ង់អ៊ីដុកស៊ីតនៅក្នុង solution អាម៉ូញ៉ាបើធៀបជាមួយនឹងអ៊ីយ៉ង់អ៊ីដុកស៊ីតនៅក្នុង solution សូដ្យូមអ៊ីដុកស៊ីតមិនដូចគ្នាទេព្រោះអាម៉ូញ៉ាគឺជាបាសខ្សោយបរិមាណអ៊ីយ៉ង់អ៊ីដុកស៊ីតដែលបង្កើតឡើងគឺតិចជាងបរិមាណអ៊ីយ៉ង់អ៊ីដុកស៊ីតដែលមាននៅក្នុង solution សូដ្យូមអ៊ីដុកស៊ីតតាមតើនេះកន្លែងហ្នឹងអូខេតោះបន្តទៀតយើងបន្តចុចដល់លេខ3លេខ3គេសួរថាតើមានន័យដូចម្ដេចនៅពេលដែលគេសរសេររូបមន្តរបស់អ៊ីយ៉ង់ឬក៏ molecule នៅក្នុងវងដង្កៀបតើនេះអញ្ចឹងចំណុចនេះគឺចង់មានន័យថាអញ្ចឹងអញ្ចឹងឧទាហរណ៍ថាយើងមានអ៊ីយ៉ង់មួយគឺអ៊ីយ៉ង់ Az បូកឃើញទេបន្តមកទៀតយើងយកអ៊ីយ៉ង់ Az បូកទៅសរសេរវងដង្កៀបយល់ទេឬក៏ឧទាហរណ៍មួយទៀតយើងមានសូដ្យូមក្លរ៉ូយើងសរសេរវងដង្កៀបក្តោបពីលើសូដ្យូមក្លរ៉ូហ្នឹងអញ្ចឹងគឺចង់មានន័យថាម៉េចជាទូទៅអញ្ចឹងវងដង្កៀបនោះវាតាំងឲ្យអីគេប៉ុណ្ណាអាចឆ្លើយបានអញ្ចឹងឧទាហរណ៍ AC បូកយើងហៅថា E យ៉ង់ប្រាក់ដល់ពេល NaCl យើងហៅថាសូដ្យូមក្លរ៉ូនៅពេលដែលយើងដាក់វងដង្កៀបតើនេះព័ទ្ធជុំវិញពេលនោះគេប្រើពាក្យថាអីតាំងអីគេហ្នឹងអាហ្នឹងវាមិនស្មើអក្សរសេមែនទេសេគេហៅថាកំបាទកំកាប់អូខេត្រូវហ្នឹងហើយអញ្ចឹងកន្លែងនេះនៅពេលដែលគេដាក់សញ្ញាគ្នាបវាคล้ายទៅជាកំហាប់ជាម៉ូលអាហ្នឹងបើយើងប្រើពាក្យអីពេញណាអញ្ចឹងកំហាប់ជាម៉ូលនៃអ៊ីយ៉ង់ Az បូកកំហាប់ជាម៉ូលនៃសូដ្យូមក្លរ៉ូបាទអញ្ចឹងចម្លើយវាប៉ុណ្ណឹងអញ្ចឹងនៅពេលដែលគេដាក់វងដង្កៀបនៅពីលើរូបមន្តរបស់អ៊ីយ៉ង់ឬ molecule មានន័យថាវាคล้ายទៅជាកំហាប់ជាម៉ូលតោះសំណួរទី4សំណួរទី4គេសួរថាតើអ៊ីយ៉ង់អ៊ីដ្រូញូមរបស់ទឹកសុទ្ធនៅសីតុណ្ហភាព25អង្សាសេស្មើនឹងប៉ុន្មានឃើញទេអញ្ចឹងនៅសីតុណ្ហភាព25អង្សាសេកំហាប់អ៊ីយ៉ង់អ៊ីដ្រូញូមវាស្មើទៅនឹងកំហាប់អ៊ីយ៉ង់អ៊ីដុកស៊ីតតើនេះអញ្ចឹងកន្លែងនេះខ្ញុំទៅសេមើលបន្តិចអញ្ចឹងនៅ25អង្សាសេ25អង្សាសេនេះគេហៅថាលក្ខខណ្ឌទូទៅយល់ទេលក្ខខណ្ឌទូទៅលក្ខខណ្ឌដែលទឹកសុទ្ធនៅ pH ស្មើ7អញ្ចឹង pH ស្មើ7មានន័យថាកំហាប់អ៊ីយ៉ង់អ៊ីដ្រូញូមនៅក្នុងទីនេះវាស្មើទៅនឹងកំហាប់នៃអ៊ីយ៉ង់អ៊ីដុកស៊ីតព្រោះកាលណាគេប្រើពាក្យថាទឹកសុទ្ធបានន័យថានឺតអញ្ចឹងកាលណានឺតបានន័យថាវាស្មើនឹង10ស្វ័យគុណដក5ដក7អញ្ចឹងតម្លៃវាប៉ុណ្ណឹងឃើញទេអញ្ចឹងតម្លៃនឺតឬក៏តម្លៃនៃទឹកសុទ្ធពេលខ្លះទៀតគេប្រើពាក្យថានឺតពេលខ្លះគេប្រើពាក្យថាទឹកសុទ្ធអញ្ចឹងទឹកសុទ្ធវានឺតកាលណានឺតបានន័យថាកំហាប់នៃអ៊ីយ៉ង់អ៊ីដ្រូញូមវាស្មើទៅនឹងកំហាប់នៃអ៊ីយ៉ង់អ៊ីដុកស៊ីតអញ្ចឹងតម្លៃរបស់វាស្មើ10ស្វ័យគុណដក7តើនេះអញ្ចឹងវិធីនៃការទាញយើងទាញមិនអញ្ចឹងយើងមានក្បួននៃការទាញអញ្ចឹងខ្ញុំធ្វើឲ្យមើលនៅក្នុងវងចរបន្តិចអញ្ចឹងវិធីនៃការទាញដើម្បីឲ្យចេញ10សេគុណដក7តោះនេះអញ្ចឹងដំបូងយើងទាញតាមរូបមន្តនេះសិនអញ្ចឹងយើងទាញទៅតាមផលគុណអ៊ីយ៉ង់កម្មនៃទឹកអញ្ចឹងផលគុណអ៊ីយ៉ង់កម្មនៃទឹកមានន័យថាកំហាប់អ៊ីដ្រូញូមគុណនឹងកំហាប់អ៊ីយ៉ង់អ៊ីដុកស៊ីតអញ្ចឹងតម្លៃរបស់វាមិនស្មើ Kw មែនទេបន្តមកទៀតយើងបាននិយាយថាដោយ solution នឺតអញ្ចឹងពាក្យថា solution នឺតបានន័យថាកំហាប់នៃអ៊ីយ៉ង់អ៊ីដ្រូញូមនេះវាស្មើទៅនឹងកំហាប់នៃអ៊ីយ៉ង់អីនៃអ៊ីយ៉ង់អ៊ីដុកស៊ីតអញ្ចឹងបើពីរនឹងស្មើគ្នាគ្រូអាចទៅសេថាកំហាប់អ៊ីដ្រូញូមគុណនឹងអ៊ីដ្រូញូមឬក៏កំហាប់អ៊ីដ្រូញូមមួយគេអ៊ីដ្រូញូមការ៉េមែនទេអញ្ចឹងកំហាប់អ៊ីដ្រូញូមការ៉េស្មើ Kw អញ្ចឹង Kw នៅលក្ខខណ្ឌ25អង្សាសេមិនស្មើ10សេគុណដល់14មែនទេអញ្ចឹងបងប្អូនបោះវាបន្តិចមកអញ្ចឹងយើងទាញបានកំហាប់នៃអ៊ីយ៉ង់អ៊ីដ្រូញូមអញ្ចឹងយើងបោះការ៉េទៅវាមិនคล้ายទៅជារឹសមែនទេ
ចឹងរឹសនៃ10ស្វ័យគុណដក14ចឹងតម្លៃរបស់វាស្មើ10ស្វ័យគុណដក7តោះនេះយើងធ្វើអញ្ចឹងបានយើងបានឆ្លើយថាម៉េចបានយើងឆ្លើយថាទឹកសត់នៅសីតុណ្ហភាព25អង្សាសេដែលមានលក្ខណៈនឺតចឹងកំហាប់អ៊ីដ្រូញូមរបស់វាស្មើនឹង10ស្វ័យគុណដក7តាមតនេះលេខនេះគោលដៅគឺគេចង់សួរតែខាងលើទេតែគេសួរថាធ្វើម៉េចដើម្បីបានអញ្ចឹងយើងអនុវត្តទៅតាមផលគុណនិយមកម្មនៃទឹកដូចអ្វីដែលគ្រូបានធ្វើនៅក្នុងប្រអប់ហ្នឹងអញ្ចឹងតើនេះអូខេបន្តមកទៀតគេសួរថាតើតម្លៃដូចនេះគ្រប់ករណីទាំងអស់ឬទេអញ្ចឹងអត់ទេមែនទេអញ្ចឹងតម្លៃ nerd ឬក៏តម្លៃ KW នេះវាអត់ថេរទេបើន័យថាវាប្រែប្រួលទៅតាមអីគេវាប្រែប្រួលទៅតាមអីតម្លៃការទៅតាមសីតុណ្ហភាពតើនេះអញ្ចឹង nerd pH ស្មើ7ឬក៏ ethinium ស្មើ hydroxide ស្មើនឹង10សេគុណដក7ហ្នឹងយើងអនុវត្តបានតែក្នុងករណី25អង្សាសេទេតែបើករណីខុស25យើងក៏អាចធ្វើបានដែរកាលណាយើងស្គាល់តម្លៃ KW អញ្ចឹងយើងយក ethinium ស្មើនឹងរឹសនៃ KW មកអញ្ចឹងគេប្រកាសជាឲ្យ KW អញ្ចឹងយើងបញ្ចេញវាពីរឹសទៅពេលនោះយើងនឹងទទួលបាន ethinium ក៏ដូចជា hydroxide នៃ solution ទឹកឬក៏ ethinium ឬ hydroxide ដែលមានលក្ខណៈនឺតអូខេយ៉ាងម៉េចទៅសំណួរប្រតិបត្តិទី1មានយកមកសួរមុននឹងយើងបន្តទៅមុខទៀតមានទេបងប្អូនអូខេអញ្ចឹងបើអត់មានទេខ្ញុំបន្តទៅមុខទៀតចូលដល់សំណួរប្រតិបត្តិទី2សំណួរប្រតិបត្តិទី2គេបាននិយាយថាចូលបង្ហាញពីអាស៊ីត2និងបាសឆ្លាស់របស់វានៅក្នុងសមីការខាងក្រោមតើនេះអញ្ចឹងសមីការដែលបងប្អូនបានឃើញនេះគឺជាសមីការនៃប្រតិកម្មអាស៊ីតបាសអញ្ចឹងជាទូទៅប្រតិកម្មអាស៊ីតបាសវាបង្កើតបានគូ2តើនេះដែលគូទី1វាជាគូអាស៊ីតនិងបាសហើយគូមួយទៀតបាសនិងអាស៊ីតអញ្ចឹងទៅក៏ប៉ុន្តែនៅពេលដែលយើងចាប់គូយើងត្រូវធ្វើម៉េចយើងត្រូវទៅសេអាស៊ីតហើយយើងត្រូវសេបាសអញ្ចឹងនៅខាងឆ្វេងប្រកាសជាមានអាស៊ីតមួយបាសមួយតើនេះនៅខាងស្ដាំប្រកាសជាមានអាស៊ីតមួយបាសមួយដែរអូខេអញ្ចឹងដើម្បីបង្ហាញករណីនេះបានបងប្អូនទៅសេសមីការឡើងវិញមកអញ្ចឹងលេខ1នេះបងប្អូនទៅសេសមីការឡើងវិញអញ្ចឹងសមីការដែលគេឲ្យមកគឺ H2SO4 បើន័យថាអាស៊ីតសូលហ្វូរិកបូកជាមួយនឹង ion sulfate អញ្ចឹង SO4 2ដកនេះយើងអានថា ion sulfate អញ្ចឹងប្រតិកម្មនេះវាបង្កើតបានទៅជា ion hydrogen sulfate បាទ ion hydrogen sulfate បូកជាមួយនឹង ion hydrogen sulfate តើនេះ SO4 គេអានថា sulfate ចំណែកឯ SO3 គេអានថា sulfate តើអញ្ចឹងយើងចាប់ផ្ដើមពិនិត្យមើលថាតើប្រភេទគីមីណាខ្លះដែលមានទម្រង់ជាគូរបស់វាឃើញទេអញ្ចឹងទី1 H2SO4 វាប្រកាសជាគូជាមួយនឹង HSO4 ដកមែនទេចំណែកឯ SO3 2ដកវាប្រកាសជាគូជាមួយនឹង HSO3 ដកអញ្ចឹងនៅក្នុងគូយើងដឹងថា hydrogen ច្រើនវាដើរតួជាអាស៊ីតមែនទេដល់ពេល hydrogen តិចវាដើរតួជាបាសអញ្ចឹងនៅក្នុងទីនេះ H2SO4 វាដើរតួជាអាស៊ីតឃើញទេអញ្ចឹងយើងទៅសេអាស៊ីតមកអញ្ចឹងអាស៊ីតនេះគេហៅថាអាស៊ីតទីប៉ុន្មានទី1បាទអញ្ចឹងកាលណាវាជាអាស៊ីតវាបង្កើតបាសឆ្លាស់បាទអញ្ចឹងបាសឆ្លាស់អញ្ចឹងកាលណាអាស៊ីតទី1យើងសន្មតថានេះជាបាសឆ្លាស់ទី1មកតើនេះបន្តមកទៀត SO4 សំទោស SO3 2ដកហើយនឹង HSO3 អញ្ចឹង H ច្រើនជាអាស៊ីតនេះអញ្ចឹងនេះវាជាអាស៊ីតទៅនេះយល់ទេដល់ពេលនៅខាងនេះវាជាបាសអូខេអញ្ចឹងបាសនេះយើងសន្មតថាបាសទី2អញ្ចឹងអាស៊ីតនេះគឺជាអាស៊ីតឆ្លាស់ទី2ដូចគ្នាយើងបញ្ជាក់ទី1ទី2ក៏បានយើងមិនបញ្ជាក់ក៏បានដែរតាមតើណាបងប្អូននៅក្នុងទីនេះគឺចង់មានន័យថាអាស៊ីត
វាបង្កើតបាសឆ្លាស់ដល់ពេលបាសវិញវាបង្កើតទៅជាអាស៊ីតឆ្លាស់មកវិញតើនេះអាស៊ីតទី1គូជាមួយបាសឆ្លាស់ទី1បាសទី2វាគូជាមួយនឹងអាស៊ីតឆ្លាស់ទី2បាទតាមតនេះយើងគ្រាន់តែសេពីក្រោមប៉ុណ្្នឹងឯគេទៅអូខេតោះអញ្ចឹងទៅដល់ទៀតបន្តទៀតលេខ2គេឲ្យយើងសរសេរសមីការបន្ទាយប្រូតង់រវាង H2SO4 ជាមួយនឹង SO4 ពីរដងពាក្យថាបន្ទាយប្រូតង់បានន័យថាយើងគ្រាន់តែយកអាស៊ីតនោះទៅបូកជាមួយនឹងទឹកកាលណាវាជាម៉ូណូអាស៊ីតវាផ្ទេរប្រូតង់1បើវាជាឌីអាស៊ីតវាផ្ទេរប្រូតង់2អញ្ចឹងនៅក្នុងករណីរបស់យើងនេះអាស៊ីតស៊ុលហ្វូរិកបងមើលឃើញទេអញ្ចឹងអាស៊ីតស៊ុលហ្វូរិកវាមានអ៊ីដ្រូសែន2កាលណាវាមានអ៊ីដ្រូសែន2បានន័យថាវានឹងគឺជាឌីអាស៊ីតតើនេះអញ្ចឹងកាលណាវាជាឌីអាស៊ីតតួនាទីរបស់អាស៊ីតគឺឲ្យអ៊ីដ្រូសែនទៅទឹកបើវាជាម៉ូណូឲ្យ1បើវាជាឌីឲ្យ2តោះអញ្ចឹងគេឲ្យយើងទៅសេសមីការបន្ទាយប្រូតង់គេឲ្យយើងមកគឺអាស៊ីតស៊ុលហ្វូរិកគេឲ្យយើងផ្ទេរប្រូតង់យ៉ាងម៉េចឬក៏ដកអ៊ីដ្រូសែនចេញយ៉ាងម៉េចឲ្យចេញ SO4 ពីរដកមែនទេអញ្ចឹងសមីការមិនពិបាកនៅក្នុងការសរសេរទេអញ្ចឹងដើម្បីបន្ទាយប្រូតង់បានយើងគ្រាន់តែយកអាស៊ីតនោះទៅបូកទឹកអញ្ចឹងរបៀបនៅក្នុងការសរសេរឲ្យងាយកាលណាបងឃើញថាវាជាឌីអាស៊ីតអញ្ចឹងតើណាអញ្ចឹងយើងដាក់ថាបូកពីទឹកមកដោយសារតែម៉ូណូអាស៊ីតឲ្យអ៊ីដ្រូសែន1ត្រូវការទឹក1កាលណាជាឌីអាស៊ីតវាឲ្យអ៊ីដ្រូសែន2ត្រូវការទឹក2ដែរកាលណាត្រូវការទឹក2វាបង្កើតបានអ៊ីយ៉ង់អ៊ីដ្រូញូមចំនួន2ដូចគ្នាអញ្ចឹងបង្កើតបានទៅជា 2H3 បូកអញ្ចឹងបូកជាមួយនឹងអីដែលយើងចង់បានគឺ SO4 2ដងឃើញទេអញ្ចឹងនេះហើយគឺជាសមីការបន្ទាយប្រូតង់សមីការដែលធ្វើឲ្យ H2SO4 คล้ายទៅជាអីคล้ายទៅជា SO4 ពីរដងតើនេះចំណុចថងហ្នឹងគេចង់មានន័យបែបនេះអូខេបន្តទៀតគេឲ្យយើងទៅសេសមីការតាក់ទងនឹងការគណនាការ W បើន័យថាការ W ស្មើអីរូបមន្តវាតើនេះ pH ស្មើអី E ឌីញូមស្មើអី OH ដកស្មើអីអញ្ចឹងគេឲ្យយើងទៅសេរូបមន្តមួយមកសមីការនៅក្នុងទីនេះគេចង់មានន័យថារូបមន្តហ្នឹងឯងអូខេអញ្ចឹងករណីលេខ3បាទអញ្ចឹងលេខ3ទី1គេឲ្យយើងទៅសេរូបមន្ត KW មែនទេអញ្ចឹង KW នេះយើងបានរៀននៅក្នុងមេរៀនទី3អញ្ចឹង KW ដែលយើងហៅថាថេអ៊ីយ៉ង់កម្មនៃទឹកឬក៏ផលគុណអ៊ីយ៉ង់កម្មនៃទឹកដែលវាស្មើនឹងកំហាប់អ៊ីដ្រូញូមគុណជាមួយនឹងកំហាប់អ៊ីដ្រូស៊ីតតើនេះបន្តមកទៀត pH អញ្ចឹង pH រូបមន្តរបស់វាស្មើដកលោកអីដកលោកអ៊ីយ៉ង់អ៊ីដ្រូញូមបើសិនជាយើងអត់ចង់សរសេរអញ្ចឹងទេអូនអាចសរសេរបាន pH មួយបែបទៀតដែលជាទម្រង់នៃសូរសង្បាសនោះមែនទេដែល pH ស្មើ14បូកលោកកំហាប់អ៊ីយ៉ង់ OH ដកអញ្ចឹង pH វិធីនៃការគណនាមាន2ផ្លូវមែនទេបើមានអ៊ីដ្រូញូមយើងប្រើទៅតាម pH ស្មើដកលោកអ៊ីដ្រូញូមតែបើយើងមានអ៊ីដ្រូស៊ីតយើងប្រើទៅតាម14ដក pOH ឬក៏យើងអាចសរសេរបានបន្តទៀត14បូកលោក OH ដកបន្តមកទៀតគេឲ្យយើងទៅសេរូបមន្តគណនាអ៊ីដ្រូញូមមែនទេអញ្ចឹងដើម្បីគណនារកកំហាប់អ៊ីយ៉ង់អ៊ីដ្រូញូមបានយើងមានរូបមន្ត2យើងទាញទៅតាមការ W ក៏បានមែនទេអញ្ចឹងអ៊ីដ្រូញូមស្មើការ W ចែកឲ្យ OH ដកបើយើងអត់ចង់សរសេរអញ្ចឹងទេអូនអាចសរសេររូបមន្តមួយទៀតដែលបានមកពី pH នោះមែនទេបើន័យថាអ៊ីដ្រូញូមស្មើនឹង10ស្វ័យគុណដក pH អញ្ចឹងកន្លែងឬនេះបើន័យថាវាមានតម្លៃស្មើគ្នាយើងទៅសេមួយណាក៏បានដែរតើនេះបន្តមកទៀតកាលណាយើងចង់បានអ៊ីដ្រូស៊ីតអញ្ចឹងបើយើងទាញចេញពីការ W វាប្រកាសជាស្មើនឹងការ W ចែកឲ្យកំហាប់អ៊ីដ្រូញូមមែនទេបាទចែកឲ្យអ៊ីដ្រូញូមក៏ប៉ុន្តែបើសិនជាយើងទាញទៅតាម pOH ប្រកាសជាកំហាប់ OH ដកវាស្មើទៅនឹង10ស្វ័យគុណដក pOHអូខេអញ្ចឹងតកតងជាមួយនឹងរូបមន្តឬក៏កន្លែងនេះគេប្រើពាក្យថាសមីការនៅក្នុងករណីរបស់យើងមានប៉ុណ្ណឹងមានចឹងមកអាចសួរបានមុននឹងយើងបន្តចូលដល់លេខ4តោះមានចង្អល់នេះយើង
អូខេ អញ្ចឹងបើអត់ទេយើងបន្តទៀតចូលដល់លេខ4លេខ4គេឲ្យយើងធ្វើអត្តសញ្ញាណធាតុខាងក្រោមនេះថាតើវាជាអាស៊ីតថាតើវាជាបាសតាមទ្រឹស្ដីរបស់ Bronsted-Lowry អញ្ចឹងទី1យើងមើលទាក់ទងជាមួយនឹងអ៊ីយ៉ង់អាសេតាតអញ្ចឹងអ៊ីយ៉ង់អាសេតាតវាគឺជាអ៊ីយ៉ង់មួយដែលជារបស់អាស៊ីតអាសេទិកមែនទេអញ្ចឹងកាលណាវាបានមកពីអាស៊ីតមានន័យថាលក្ខណៈរបស់វានឹងជាបាសបាទបន្តមកទៀត HCN ប៉ុនអានទៅគេអានថា acid cyanhydric តើទេ acid cyanhydric អញ្ចឹង acid cyanhydric កាលណាយើងអានថា acid អញ្ចឹងបានន័យថាលក្ខណៈវាគឺជា acid អូតូតើទេបាទដល់ពេលករណីកូនវាមានទម្រង់ជា anhydric acid អញ្ចឹង acid នេះវាប្លែកបន្តិចត្រង់ថាវាមានប្រូតុងចំនួន2នេះអញ្ចឹងទីទៀតយើងដកវាទាំងពីរចេញអញ្ចឹងអានេះលក្ខណៈវាជា acid អានេះគេប្រើពាក្យថា polyacid ណាបានន័យថា acid ដែលមាន COOH ចាប់ពី2ឡើងទៅចុងក្រោយគេ C6H5NH3 អញ្ចឹងវាបានមកពី phenylamine អញ្ចឹងនេះគឺជា phenylammonium អញ្ចឹងលក្ខណៈរបស់វាជា acid បាទអញ្ចឹង acid មាន3រីឯបាសមានប៉ុន្មានបាសមាន1អញ្ចឹងគេឲ្យយើងទៅសេឬក៏ធ្វើអត្តសញ្ញាណមែនទេអញ្ចឹងអត្តសញ្ញាណយើងគ្រាន់តែប្រាប់គេថាវាជាអីទៅអញ្ចឹង CH3CO ដកជាបាសដោយសារតែវាកើតចេញពីអាស៊ីតមួយគឺអាស៊ីតអាសេទិកនេះអញ្ចឹងប្រភពរបស់វាគ្រូដាក់ឲ្យចេះអញ្ចឹងបានន័យថាប្រភពរបស់វាគឺ CH3COOH អញ្ចឹងកាលណាវាជាបាសបានន័យថាវាកើតចេញពីអាស៊ីតបន្តមកទៀត HCN ជាអាស៊ីតមូលហេតុដែលយើងហៅថាអាស៊ីតដោយសារតែវាអាចបង្កើតបាសឆ្លាស់ដែលយើងទៅសេថា CN ដកតើនេះបន្តមកទៀត HCOO COOH ឬក៏យើងអាចអានដូចខ្ញុំសរសេរក៏បានដែរ HOOC COOH អញ្ចឹងវាអាចបង្កើតបាសឆ្លាស់របស់វាមែនទេអញ្ចឹងអាស៊ីតបង្កើតបាសឆ្លាស់អញ្ចឹងបាសឆ្លាស់គឺអាសេចេដកមក OOC COO បាទអានេះគឺជាបាសឆ្លាស់របស់វាមូលហេតុអីបានយើងហៅអានេះថាអាស៊ីតដោយសារតែវាអាចបង្កើតបាសឆ្លាស់របស់វាដែលមានឈ្មោះថា phenylamine អញ្ចឹង C6H5NH2 នេះអាមីនអញ្ចឹងអាមីនយើងនៅសិក្សាមេរៀនចុងក្រោយណាអាមីនលក្ខណៈជាបាសកាលណាវាជាបាសវាត្រូវទទួលយកអ៊ីដ្រូសែនកាលណាទទួលយកអ៊ីដ្រូសែនវាបង្កើតទៅជា C6H5NH3 អញ្ចឹងប្រកាសជាមានលក្ខណៈជាអាស៊ីតដែរកាលណាបាសទទួលយកប្រូតុងคล้ายទៅជាអាស៊ីតកាលណាវាជាអាស៊ីតវាបោះបង់ប្រូតុងទៅคล้ายទៅជាបាសវិញវាមានលក្ខណៈបច្ច្រាស់គ្នាអូខេយ៉ាងម៉េចទៅតើតើនឹង4សំណួរនេះមានចម្ងល់អាចសួរបានអត់យល់សួរនេះយ៉ាងស្ងាត់ព្រោះសំណួរទូទៅយើងប្រឡងបញ្ញាបត្រអីនេះចេញយ៉ាងតិចក៏10សំណួរដែរមានចម្ងល់សួរមុននឹងយើងទៅមុខទៀតថ្ងៃនេះរៀនសំណួរភាគច្រើនអញ្ចឹងលុះត្រាតែមើលវីដេអូឡើងវិញទើបយល់ច្បាស់មើលឡើងវិញហើយទៅសេមួយម្ដងឡើងវិញមកពេលនោះយើងនឹងចាំច្បាស់ជាងការដែលអង្គុយមើលគ្រូបញ្យល់សតអញ្ចឹងអូខេយើងបន្តទៀតចូលដល់សំណួរប្រតិបត្តិទី3តោះសំណួរប្រតិបត្តិទី3គេសួរថាតើអ្វីទៅជាប្រតិកម្មបន្សាបអូខេតោះអញ្ចឹងហៅគ្នាយើងឆ្លើយខ្លះមែនទេកុំឲ្យគ្រូឆ្លើយតែឯងដូចនេះទៅដែលហៅថាប្រតិកម្មបន្សាបកៅគុណធាវីខ្ញុំហៅពីលើទៅបាទអូខេត្រូវអញ្ចឹងសំណួរទី1យើងឆ្លើយដូចគ្នាយើងមិនអញ្ចឹងប្រតិកម្មបន្សាបជាប្រតិកម្មរវាងអាស៊ីតជាមួយបាសបង្កើតបានអំបិលនិងទឹកឃើញទេប៉ុណ្ណាអញ្ចឹងប្រតិកម្មរវាងអាស៊ីតជាមួយបាសឲ្យផលទៅជាអំបិលនិងទឹកប្រតិកម្មនេះគេឲ្យឈ្មោះថាប្រតិកម្មបន្សាបបើយើងអត់ចង់ឆ្លើយអញ្ចឹងទេនៅក្នុងថ្នាក់ទី12នេះអូនអាចឆ្លើយបានមួយបែបទៀតតើនេះប្រតិកម្មបន្សាបជាប្រតិកម្មនៃអ៊ីយ៉ង់អ៊ីដ្រូញូមជាមួយនឹងអ៊ីយ៉ង់អ៊ីដ្រូស៊ីត
បង្កើតបានជា2ម៉ូលេគុលទឹកយល់ទេបើបែបនេះនឹងឆ្លើយចឹងប្រតិកម្មបន្សាបជាប្រតិកម្មរវាងអ៊ីយ៉ុងអ៊ីដ្រូញូមជាមួយនឹងអ៊ីយ៉ុងអ៊ីដុកស៊ីតបង្កើតបាន2ម៉ូលេគុលទឹកចឹងអ៊ីយ៉ុងអ៊ីដ្រូញូមវាបានមកពីអាស៊ីតមែនទេឬក៏មានលក្ខណៈជាអាស៊ីតអ៊ីយ៉ុងអ៊ីដុកស៊ីតសម្គាល់លក្ខណៈរបស់បាសនៅពេលដែលប្រតិកម្មជាមួយគ្នាទៅវាបន្សាបអញ្ចឹងអាស៊ីតក៏មិនអាស៊ីតបាសក៏មិនបាសវាស្ថិតនៅចំណុចណឺតមួយដែលគេហៅថាទឹកព្រោះទឹកមានលក្ខណៈណឺតតទៀត2តើតម្លៃ pH នៅចំណុចសក្តិមូលរបស់អាស៊ីតខ្សោយជាមួយបាសខ្លាំងតិចជាងឬស្មើឬក៏តូចជាង7ងួនឆាំងមានបាទគេសួរថាគេធ្វើប្រតិកម្មរវាងអាស៊ីតខ្សោយបាសខ្លាំងតោះ3ហ្នឹងអត់ទេសាកល្បងជ្រើសរើសសិន3ហ្នឹងបងយកមួយណាធំជាង7តូចជាង7ឬក៏ស្មើ7សាកបងឆ្លើយបាទតូចជាង7អូខេអញ្ចឹងចម្លើយចេញមួយតូចជាង7តោះនេះយើងផ្សេងហួរនីតាបាទមូលហេតុអូខេអញ្ចឹងលក្ខណៈបាសបើន័យថាធំជាង7មែនទេអញ្ចឹងកាលណាបាសខ្លាំងជាងវាទាញទៅរកតម្លៃមួយដែលធំជាង7ដូចគ្នាអូខេអញ្ចឹងនាង note តិចហ្នឹងឡើយហ្នឹងអញ្ចឹងកាលណាអាស៊ីតខ្សោយបាសខ្លាំងអញ្ចឹងអាស៊ីតតម្លៃ pH របស់វាតូចជាង7បាសធំជាង7កាលណាអាស៊ីតខ្សោយបាសខ្លាំងអញ្ចឹងវាប្រកាសជាខិតទៅខាងបាសណាអញ្ចឹងកាលណាខិតទៅខាងបាសបើន័យថាតម្លៃ pH របស់វាគឺធំជាង7តើនេះជប់ចាំទឹកគប់ចូលថ្មមួយសិនអូខេតោះបន្តទៀតអញ្ចឹងកន្លែងនេះខ្ញុំនិយាយទាំង3ករណីយកតែម្ដងតើនេះអញ្ចឹងបើសិនជាអាស៊ីតនេះជាអាស៊ីតខ្សោយប្រតិកម្មជាមួយបាសខ្លាំងអញ្ចឹងវាត្រូវខិតទៅខាងបាសកាលណាខិតទៅខាងបាសបើន័យថា pH វាធំជាង7វាមាន2ករណីទៀតតើនេះបើសិនជាអាស៊ីតយើងគឺជាអាស៊ីតខ្លាំងម្ដងវាប្រតិកម្មជាមួយបាសដែលបាសហ្នឹងគឺជាបាសខ្សោយអញ្ចឹងនៅក្នុងករណីនេះវាត្រូវខិតទៅខាងអាស៊ីតកាលណាខិតទៅខាងអាស៊ីតបើន័យថា pH របស់យើងត្រូវតែតូចជាង7តើនេះនិងករណីទី3បើសិនជាអាស៊ីតហ្នឹងជាអាស៊ីតខ្លាំងហើយបាសហ្នឹងក៏ជាបាសខ្លាំងដែរមែនទេអញ្ចឹងវាប្រកាសជាអត់ទាញទៅខាងណាមួយទេវាប្រកាសជាស្ថិតនៅចន្លោះកណ្ដាលអញ្ចឹង pH នៅក្នុងទីនេះត្រូវស្មើនឹង7តើនេះអញ្ចឹងមាន3ករណីបើខ្លាំងទាំងពីរវាស្ថិតនៅចន្លោះកណ្ដាលដែលយើងហៅថា nerd pH ស្មើ7បើសិនជាអាស៊ីតខ្លាំងបាសខ្សោយវាខិតមកខាងអាស៊ីតអញ្ចឹង pH តូចជាង7បើសិនជាអាស៊ីតនឹងខ្សោយបាសនឹងខ្លាំងតម្លៃ pH វាត្រូវខិតទៅខាងបាសអញ្ចឹងធំជាង7អញ្ចឹងចម្លើយដែលយើងឆ្លើយនៅត្រង់លេខ2នេះយើងឆ្លើយថា pH បាទធំជាង7ខ្ញុំសេលេខនេះម្យ៉ាងនេះអ្នកតិចជាងឬស្មើឬតូចជាងដល់ហើយយើងកែលេខដាក់ធំផងមានតិចហើយមានស្មើហើយមានតូចវិញមែនទេតោះអញ្ចឹងលេខហ្នឹងយើងកែដាក់ធំទៅអញ្ចឹងចម្លើយរបស់វាគឺធំជាង7ចាំមើលនេះយើងទៅបងអត់ដឹងឆ្លើយថាម៉េចមែនទេបាទអូខេយើងបន្តទៀតយើងចូលដល់សំណួរទី3សំណួរទី3គេសួរថានៅក្នុងអត្រាកម្មតើមានន័យដូចម្ដេចនៅចំណុចសក្តិមូលឬក៏គេចង់សួរថាដូចម្ដេចទៅដែលហៅថាចំណុចសក្តិមូលតោះផានស្វ័យយមភូបាទអូខេត្រូវមែនទេ
ចឹងពាក្យថាចំណុចសាកមូលបានន័យថាស្មើសាកមូលអាស៊ីតបាសបានន័យថាអាស៊ីតស្មើបាសចឹងអាស៊ីតគេផ្ដោតទៅលើអ៊ីដ្រូញូមបាសគេផ្ដោតទៅលើអ៊ីដ្រូស៊ីតចឹងនិយមន័យអូនអាចឆ្លើយដូចគ្នាយើងមិញក៏បានឬក៏យើងអាចឆ្លើយខ្លីដូចអ្វីដែលហូបានសរសេរនេះចឹងចំណុចសាកមូលគឺជាចំណុចមួយដែលចំនួនម៉ូលនៃអ៊ីយ៉ង់អ៊ីដ្រូញូមនៅក្នុង solution អាស៊ីតមានតម្លៃស្មើនឹងចំនួនម៉ូលនៃអ៊ីយ៉ង់អ៊ីដ្រូស៊ីតដែលមាននៅក្នុង solution បាសចឹងកាលណាចំណុចទាំងពីរស្មើគ្នាចំណុចហ្នឹងគេហៅថាចំណុចសមមូលតើនេះចឹងនៅពេលដែលដល់ចំណុចសមមូលអង្គធាតុចង្អុលពណ៌ចាប់ផ្ដើមប្រែពណ៌ចឹងប្រែពណ៌ប្រាប់យើងថាបរិមាណនៃ solution អាស៊ីតវាស្មើនឹងបរិមាណនៃ solution បាសសំណួរទី4ចូលឲ្យឈ្មោះអង្គធាតុចង្អុលពណ៌ដែលប្រើនៅក្នុងអត្រាកម្មរវាងអាម៉ូញ៉ាជាមួយនឹងអាស៊ីតក្លរីត្រិកចឹងកន្លែងនេះយើងវិភាគបន្តិចមែនទេចឹងតើតើនឹងអង្គធាតុចង្អុលពណ៌យើងបែងចែកជា3ទី1ករណីអាស៊ីតខ្លាំងបាសខ្លាំងយើងប្រើ promotimol Q តើនេះករណីទី2អាស៊ីតខ្លាំងបាសខ្សោយយើងប្រើ Eliantin ឬក៏ methyl ពណ៌ទឹកក្រូចនិងករណីទី3ករណីអាស៊ីតខ្សោយបាសខ្លាំងយើងប្រើ phenol phthalate អញ្ចឹងអាស៊ីតក្លរីត្រិកនៅក្នុងទីនេះវាមានទម្រង់ជាអាស៊ីតខ្លាំងតើនេះទម្រង់វាជាអាស៊ីតខ្លាំងដោយសារវាស្ថិតនៅក្នុងអាស៊ីតទាំង7របស់យើងចំណុចអាម៉ូញ៉ារបស់យើងគឺជាបាសខ្សោយអញ្ចឹងអាស៊ីតខ្លាំងបាសខ្សោយវាចូលក្នុងទម្រង់អីគេទម្រង់ទី2របស់យើងនេះឬក៏លក្ខខណ្ឌទី2របស់យើងអញ្ចឹងអង្គធាតុចង្អុលពណ៌ដែលយើងប្រើមានឈ្មោះថាអីអង្គធាតុចង្អុលពណ៌សៀតនិស័យបាទអេលីយ៉ង់ទីនបាទត្រូវបើន័យថាអង្គធាតុចង្អុលពណ៌ដែលយើងប្រើគឺអេលីយ៉ង់ទីនបាទត្រូវព្រោះវាជាអត្រាកម្មរវាងអាស៊ីតខ្លាំងជាមួយនឹងបាសខ្សោយអូខេអញ្ចឹងកាលណាអាស៊ីតខ្លាំងបាសខ្សោយអញ្ចឹងអេលីយ៉ង់ទីនខ្ញុំបញ្ចូលថ្មរៀងយឺតបន្តិចបែរជាទៀត iPad អត់លុតបានដែរពេលខ្ញុំនឹងឆ្លើយសំណួរឲ្យពួកយើងនៅក្នុងនេះតែម្ដងអូខេចំណុចលេខ5គេឲ្យយើងទៅសេសមីការផលគុណអ៊ីយ៉ង់កម្មនៃទឹកអញ្ចឹងផលគុណអ៊ីយ៉ង់កម្មនៃទឹកបាទយើងអាចទៅសេបានយ៉ាងខ្លីមែនទេអញ្ចឹងផលគុណអ៊ីយ៉ង់កម្មនៃទឹកបានន័យថាវាជាការ W អញ្ចឹងលេខ5នេះយើងគ្រាន់តែសេប្រគេថាការ W ស្មើកំហាប់នៃអ៊ីយ៉ង់អ៊ីដ្រូញូមយើងគុណវាជាមួយនឹងកំហាប់អ៊ីយ៉ង់អីអ៊ីយ៉ង់អ៊ីដ្រូស៊ីតអញ្ចឹងសំណួរលេខ5មានប៉ុណ្ណឹងអូខេបាទយើងលេងឃើញ share screen ហ្នឹងមែនទេអូខេដោយសារ iPad ខ្ញុំវាលុតទៅអត់ទេចាំតិចខ្ញុំ share តាមកុំព្យូទ័រវិញខ្លែងនិយាយភ្លេចបញ្ចូលថ្មមិញអត់អីដែលស្អីយើងរៀនសំណួរអញ្ចឹងថ្ងៃនេះយើងរៀនសំណួរឲ្យអស់តែម្ដងតើនេះតើនេះឃើញ screen កុំព្យូទ័រដែលគ្រូបាន share អូខេតោះអញ្ចឹងមើលតាមនេះវិញទៅអូខេអញ្ចឹងយើងមើលចម្លើយខ្លីៗយើងនឹងឆ្លើយទាំងអស់គ្នាបាទអញ្ចឹងនិយាយទៅថ្ងៃនេះយើងបញ្ចប់សំណួរឲ្យអស់ចាំស្អែកយើងរៀនលំហាត់តែម្ដងអូខេអញ្ចឹងវិញមិញនេះយើងបានបញ្ចប់ឯមែនទេទៅនឹងសំណួរប្រតិបត្តិទី3អញ្ចឹងសំណួរប្រតិបត្តិទី3និយាយឡើងវិញកាលណាគេសួរថាអ្វីទៅដែលហៅថាប្រតិកម្មបន្សាបវាជាប្រតិកម្មរវាងអាស៊ីតជាមួយបាសបង្កើតបានអំបិលនិងទឹកឬក៏យើងអាចឆ្លើយម្យ៉ាងទៀតជាប្រតិកម្មរវាងអ៊ីយ៉ង់អ៊ីដ្រូញូមជាមួយនឹងអ៊ីយ៉ង់អ៊ីដ្រូស៊ីតបង្កើតបាន2ម៉ូលេគុលទឹកសំណួរទី2តើ pH នៃចំណុចសមូលអាស៊ីតខ្សោយបាសខ្លាំងតិចជាងឬស្មើឬធំជាង7អញ្ចឹងយើងឆ្លើយថាធំជាង7ដោយសារតែបាសខ្លាំងវាអតិភិបទៅខាងបាស
ចឹងបាសធំជាង7មែនទេនៅក្នុងអត្រាកម្មតើចំណុចសាកមូលមានន័យយ៉ាងម៉េចចឹងចំណុចសាកមូលមានន័យថាជាចំណុចមួយដែលចំនួនម៉ូលឬក៏បរិមាណនៃ solution acid ដែលយើងតាំងវាដោយ N អ៊ីដ្រូញូមហ្នឹងវាស្មើនឹង N អ៊ីដ្រ៉ុកស៊ីតបរិមាណនៃ solution បាសអង្គធាតុចង្អុលពណ៌ដែលយើងប្រើក្នុងករណីអត្រាកម្មរវាងអាម៉ូញ៉ាក់ជាមួយនឹង acid chlorhydric ចឹងអាម៉ូញ៉ាក់វាជាបាសខ្សោយចឹងបាសខ្សោយជាមួយ acid chlorhydric ដែលជា acid ខ្លាំងចឹងកាលណាបាសខ្សោយជាមួយ acid ខ្លាំងយើងប្រើ Eliantin តើនេះចឹងបើយើងអត់ចង់សរសេរថា Eliantin ទេអូនអាចប្រើពាក្យថា methyl ពណ៌ទឹកក្រូចពីរនឹងចម្លើយដូចគ្នាលេខ5ចូលទៅសេសមីការផលគុណអ៊ីយ៉ង់កម្មនៃទឹកចឹងផលគុណអ៊ីយ៉ង់កម្មនៃទឹកមានន័យថាការ W ស្មើកំហាប់អ៊ីដ្រូញូមគុណនឹងកំហាប់អ៊ីយ៉ង់អ៊ីដ្រ៉ុកស៊ីតអូខេតោះអញ្ចឹងបន្តទៀតតោះចាំតិចខ្ញុំបើកសិនដើម្បីហៅគ្នាយើងតដោយសារវាជាសំណួរអញ្ចឹងយើងជួយឆ្លើយគ្នាតាអត់បញ្ហាតើត្រូវខុសឆ្លើយមកអត់អីទេតោះអញ្ចឹងសំណួរប្រតិបត្តិទី4លេខ1គេមាន solution 3មាន pH 3 7និង10តើ solution ណាជាបាស solution ណាជា acid solution ណាជា nert ញឹបវណ្ដាតោះមិនបើកបញ្ញុតមកឲ្យឆ្លើយមកគេមាន solution 3ដែលមាន pH 3 pH 7 pH 11ចឹងគេសួរថាតើ solution 3នោះមួយណាជាបាសមួយណាជា acid មួយណាជា nert អាចឆ្លើយបានអូខេបើអត់ទេតោះនេះយើងបន្តហៀងហងម៉េងអានេះយើងគិតនៅក្នុងលក្ខខណ្ឌយើងធម្មតា25អង្សាសេតោះឡនឆៃគីបាទអូខេបាទត្រូវអញ្ចឹង pH ស្មើ3ជាសូរសង់អាស៊ីតដោយសារតែអាស៊ីតតម្លៃ pH តូចជាង7មែនទេបន្តមកទៀតតម្លៃ pH ស្មើ7ជា solution nert ហើយតម្លៃ pH ស្មើ11គឺជា solution បាសបាទអញ្ចឹងយើងឆ្លើយចឹងមកអញ្ចឹងឆ្លើយមួយណាក៏បាន solution បាស11 solution acid 3 solution nert 7សំណួរទី2ចូលពន្យល់ពីរបៀបគណនា pH ពីកំហាប់អ៊ីយ៉ង់អ៊ីដ្រូញូមដោយប្រើម៉ាស៊ីនគិតលេខអញ្ចឹងកន្លែងនេះគឺចង់ឲ្យយើងបង្ហាញពីការចុច Casio ថាតើយើងចុចមិនមែនទេអញ្ចឹងជាទូទៅឧទាហរណ៍ថាយើងមានតម្លៃ10ស្វ័យគុណដក4ឃើញទេអញ្ចឹងដើម្បីប្រើម៉ាស៊ីនគិតលេខយើងទី1យើងត្រូវវាយលេខ10មែនទេលេខ10ហើយបានយើងចូលទៅកន្លែងគេ x ស្វ័យគុណ y នោះមែនទេអញ្ចឹងយើងចុចអក្សរហ្នឹងទៅហើយយើងវាយស្វ័យគុណដកវាលើនឹងចូលទៅបន្តមកទៀតយើងចុចលោកវាកាលណាយើងចុចលោកប្រកាសជាចេញតម្លៃដកអញ្ចឹងកាលណាចេញតម្លៃដកយើងត្រូវគុណវានឹងសញ្ញាដកដើម្បីឲ្យចេញបូកអាហ្នឹងមានចាំមើលខ្ញុំផ្ញើវិធីនឹងឲ្យនៅក្នុងប្រពន្ធមានណាចាំខ្ញុំស៊ីសតឲ្យនឹងផ្ញើឲ្យចោះចំនួនទី2នេះយើងត្រូវចុចអីបន្តមកចុចអីតើនេះទីទៅយើងវាយតម្លៃឲ្យហើយសិនបើយើងចុចលោកកាលណាចុចទៅវាចេញតម្លៃដកអញ្ចឹងដកគុណនឹងសញ្ញាដកទៅវាចេញវិជ្ជមានមកវិញសំណួរទី3ក្នុងចំណោមអង្គធាតុចង្អុលពណ៌ដែលប្រើញឹកញាប់អញ្ចឹងប្រើញឹកញាប់មានទី1 phenol phthalate ទី2 bromothymol-Q គេសួរថាតើណាមួយដែលសមស្របសម្រាប់អត្រាកម្មអាស៊ីតខ្សោយជាមួយនឹងបាសខ្លាំងតោះពីលើមកវិញអញ្ចឹងកាយគុណធាវីបាទទី3អូខេបាទត្រូវមែនទេអញ្ចឹង phenol phthalate គឺយើងត្រូវប្រើនៅក្នុងករណីអាស៊ីតខ្សោយបាសខ្លាំងបើ bromothymol-Q អាហ្នឹងយើងប្រើនៅក្នុងករណីអាស៊ីតខ្លាំងបាសខ្លាំងហើយករណីមុនយើងនេះបានន័យថាអាស៊ីតខ្លាំងបាសខ្សោយយើងប្រើ Eliantin បាទអញ្ចឹងលេខនេះសំខាន់តើនេះបើនេះឆ្លើយមួយម៉ាត់
ពេញមួយម៉ាត់ខុសអញ្ចឹងនិយាយឡើងវិញកាលណាអាស៊ីតខ្លាំងបាសខ្លាំងយើងប្រើ promotimol Q កាលណាអាស៊ីតខ្លាំងបាសខ្សោយយើងប្រើ Eliantin កាលណាអាស៊ីតខ្សោយបាសខ្លាំងដោយបងប្អូនឆ្លើយមិញអញ្ចឹងយើងប្រើ Phenolphthalein អូខេចប់ហើយតើតើសំណួរយើងនៅសល់លំហាត់មែនទេអញ្ចឹងនេះលំហាត់លេខ1អូខេតើតើលបាយអញ្ចឹងកន្លែងនេះយើងទាញរកអីទាញរក N hydroxide ឲ្យឃើញមកតើនេះទាញរក N ethynyl ឲ្យឃើញមកប្រៀបធៀបគ្នាទៅអញ្ចឹងក្នុងករណីនេះតម្លៃ pH វិញស្មើ7ដោយសារតែវានៅលំហាត់ទី2នេះតើតើនឹងការគណនា ethynyl និង hydroxide អូខេលេខ3គណនា pH តាមរយៈ pH បាទលេខ4មានលំហាត់ច្រើនមេរៀននេះមែនទេអញ្ចឹង6លំហាត់នេះយើងទុករៀនស្អែកតែម្ដងតើនេះយើងសម្រាប់មុនតិចដោយសារថ្ងៃនេះ iPad ខ្ញុំវាអស់ថ្មទៅសេតកើតអូខេមិនទៅតើតើសំណួរដែលយើងរៀនថ្ងៃនេះមានចម្ងល់អាចសួរបានមានចម្ងល់តើតើសំណួរអូខេសួរមកមែនអីគាត់អត់សេតកើតថ្ងៃនេះលំហាត់សល់5 6លំហាត់នេះយើងរៀនស្អែក1ម៉ោងដល់ចប់យ៉ាងម៉េចទៅតើតើសំណួរដែលរៀនថ្ងៃនេះមានចម្ងល់ទេយើងបាទហ្នឹងហើយយើងអាចចំណាំចឹងបានអាស៊ីតមានហាពីមុខហ្នឹងគេហៅអាស៊ីតហើយមួយទៀតធ្វើចាំចេះកាលណាវាមាន CO អាហារកតុយអាហ្នឹងក៏វាមានលក្ខណៈជាអាស៊ីតដែរតើនេះអញ្ចឹងទី1ហាពីមុខបាទលក្ខណៈវាជាអាស៊ីតមែនទេហើយមួយទៀតមាន CO អាហារនៅកតុយឧទាហរណ៍ថា CH3 CO អាហារអញ្ចឹងកន្លែងនេះអត់មាន CO អាហារទេឃើញទេអញ្ចឹងបានន័យថាវាមានតែ CO ដកទេអាហ្នឹងបានន័យថាវាជាបាសអញ្ចឹងទី1ហាសនៅពីមុខហើយមួយទៀតមាន CO ហាសនៅកតុយយើងអាចចំណាំអញ្ចឹងជាចំណាំប៉ុណ្ណឹងវាអាចបានប្រហែលជា70%ដែរយល់ទេដល់ពេលកន្លែងនេះយើងត្រូវដឹងថាវាមានប្រភពចេញពីណានេះករណីនេះ C6H5NH3 នេះតើនេះអញ្ចឹងវាបានមកពី C6H5NH2 ដែលជាបាសអញ្ចឹងកាលណាបាសយើងថែមអ៊ីដ្រូសែនមួយទៅខ្លាយទៅជាអាស៊ីតតន់លេនេះនៅកន្លែងនេះដល់យើងលើកឧទាហរណ៍ជាក់ស្ដែងហ្មងមិនឃើញយល់ទេដូចក្នុងករណីនេះកន្លែងនេះអញ្ចឹងនេះកន្លែងនេះអញ្ចឹងយើងមើលមេរៀនឡើងវិញទៅអាចនឹងចាំបានច្រើនឧទាហរណ៍ទឹកអាចបង្កើតអ៊ីដ្រូញូមផងអាចបង្កើតអ៊ីដ្រូស៊ីតផងអំផូតេអ៊ីដ្រូស៊ីតអត់អាចដកហាសតទៀតទេមែនទេអាចតែថែមហាសដើម្បីចេញទឹកអញ្ចឹងវាជាបាសអ៊ីដ្រូញូមអត់អាចបន្ថែមហាសទេវាអាចតែបន្ថយហាសអញ្ចឹងវាជាអាស៊ីតអាម៉ូញ៉ាវាអាចបន្ថែមហាសคล้ายទៅជា NH4 ហើយបន្ថយคล้ายទៅជា NH2 អញ្ចឹងអំផូតេតើនេះ NH4 បូកអត់អាចបន្ថែមទៅជា NH5 បូកទេតែយើងអាចបន្ថយคล้ายទៅជា NH3 តើនេះអញ្ចឹងបានន័យថាវាជាអាស៊ីត NH2 អត់អាចបន្ថយទៀតទេអាចតែតឡើងទេតាមតើនេះឡើយហ្នឹងឬក៏មួយទៀតយើងអាសាមើលតារាងនៅក្នុងភពពុំនៅក្នុងមេរៀនទី2អញ្ចឹងតារាងហ្នឹងយើងមើលទៅកាលណាវាស្ថិតនៅខាងស្ដាំអូខេបានន័យថាវាជាបាសកាលណាស្ថិតនៅខាងឆ្វេងវាជាអាស៊ីតតាមតើឡើយហ្នឹងវាធ្វើការចំណាំខ្លះដែរតកតងជាមួយនឹងអាស៊ីតបាសហ្នឹងតើយើងអាសាមើលអូខេមានចម្ងល់អីទៀតអាចសួរបានយើងសល់ពេលទៀតតាអត់អីទេសល់7នាទីទៀតណាមានបើយើងអូខេអញ្ចឹងបើអត់ទេយើងប៉ុណ្ណឹងចុះតើថ្ងៃនេះស្អែកជួបគ្នាយើងនឹងធ្វើកំណែលំហាត់បញ្ចប់ជំពូករបស់យើងនៅសល់6លំហាត់ទៀតអូខេ